បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែករំលែក tip ខ្លះៗតាក់ទងទៅនឹងដំណើរកម្សាន្តទៅកាន់ខេត្តសៀមរាបចំនួន2យប់3ថ្ងៃក្នុងការចំណាយតិចតួចបំផុតហើយការធ្វើដំណើរកម្សាន្តទៅកាន់ខេត្តសៀមរាបនេះផងដែរគឺជាលើកដំបូងហើយសម្រាប់ខ្ញុំព្រោះតាំងពីតូចមកខ្ញុំមិនដែលស្គាល់ទឹកដីខេត្តសៀមរាបឬក៏ប្រាសាទអង្គរវត្តរបស់យើងផងដែរហើយការធ្វើដំណើរចាក់ចេញពីទីក្រុងភ្នំពេញនោះខ្ញុំបានជ្រើសរើសយកការធ្វើដំណើរតាមរយៈវរៈបនឋាន Airbus ដំបូងឡើយខ្ញុំគិតថាចង់សាកថា app មួយនេះវាមានភាពងាយស្រួលកម្រិតណា Yes អ្នកទាំងអស់គ្នាក្រោយពីខ្ញុំបានប្រើសេវាកម្មវរៈបនឋាន Airbus ហើយខ្ញុំគិតថាវាមានភាពងាយស្រួលពិតមែនគេ include ទាំងកាហ្វេតែអាហារសម្រន់ក៏ដូចជាអាហារថ្ងៃត្រង់សម្រាប់យើងផងដែរហើយនេះគឺជារបៀបក្នុងការ booking តាមរយៈវរៈបនឋានគ្រាន់តែអ្នកទាំងអស់គ្នា download នៅលើទូរស័ព្ទដៃរបស់អ្នកហើយធ្វើការ booking ពីកន្លែងដែលអ្នកចាក់ចេញឈ្មោះទៅកាន់ទិសដៅដែលអ្នកចង់ទៅហើយនៅក្នុងនេះផងដែរគឺក៏គេមានថ្ងៃធ្វើដំណើរហើយក៏មានថ្ងៃត្រឡប់មកវិញផងដែរអញ្ចឹងមានន័យថាអ្នកអាចធ្វើការ booking ទាំងទៅទាំងមកបានដូចគ្នាគ្រាន់តែអ្នកជ្រើសរើសថ្ងៃជាក់លាក់ដែលអ្នកគិតថានឹងត្រឡប់មកវិញហើយនេះក៏ជាគំរូឧទាហរណ៍របស់ខ្ញុំអ្នកអាចមើលគំរូនេះបានបន្ទាប់មកអ្នកគ្រាន់តែ search អ្នកនឹងឃើញម៉ោងនិងពេលវេលាថ្ងៃដែលអ្នកនឹងធ្វើដំណើរទៅហើយនឹងចំនួនសេវាកម្មអ្នកអាចមើលនៅក្នុង app នេះបានផងដែរនេះគឺជាចំនួន seat ដែលនៅទំនេរដែលអ្នកគ្នាអាចមើលឃើញដែរពណ៌ក្រហមនេះមានន័យថាគឺជាពណ៌ដែលគេ booking រួចរាល់ហើយចំនួនពណ៌បៃតងនេះគឺមានន័យថាអ្នកអាច booking បានហើយអ្នកជ្រើសរើសseat ដែលអ្នកគិតថាងាយស្រួលសម្រាប់អ្នកក្នុងការធ្វើដំណើរជាការស្រេចបន្ទាប់ពីបានអ្នកជ្រើសរើសកៅអីដែលអ្នកអង្គុយរួចរាល់អ្នកគ្រាន់តែបំពេញមួយចំនួនទាក់ទងនឹង personal information របស់អ្នកគ្រាន់តែបំពេញឈ្មោះជ្រើសរើសភេទហើយនឹងប្រទេសដូចជាខ្ញុំជ្រើសរើស Cambodia ហើយនឹងបំពេញ passenger មានន័យថាជាអ្នកធ្វើដំណើរដូចជាយើងបំពេញឈ្មោះរបស់យើងឲ្យបានត្រឹមត្រូវនិងលេខទូរស័ព្ទនេះគឺសូមដាក់ឲ្យពិតប្រាកដដោយសារជាលេខទូរស័ព្ទនេះមុននឹងការធ្វើដំណើរចាក់ចេញ1ម៉ោងឬក៏1ម៉ោងកន្លះអីគេនឹង call inform ប្រាប់អ្នកក្នុងការធ្វើដំណើរចាក់ចេញនេះគឺជា email ដែលខ្ញុំដាក់ដើម្បីភាពងាយស្រួលក្នុងការគេទំនាក់ទំនងមកកាន់ខ្ញុំក្រោយពីអ្នកបានឆែកមើលថាព័ត៌មានរបស់អ្នកត្រឹមត្រូវពិតប្រាកដអស់ហើយអ្នកគ្រាន់តែធ្វើការ pay លុយជាការស្រេចសម្រាប់ខ្ញុំជាទៅខ្ញុំអាច pay តាមរយៈVisa Card របស់ខ្ញុំហើយចំណតដែលត្រូវចាក់ចេញនោះគឺនៅស្ទឹងមានជ័យនៅកន្លែងចាក់សម្រាប់ចាស់អ្នកទាំងអស់គ្នាប្រហែលជាស្គាល់ហើយទីតាំងដែលត្រូវចុះចតនោះគឺនៅសាលសាមគ្គីនៅក្នុងខេត្តសៀមរាបនេះក្រៅពីដែលខ្ញុំបានទៅដល់ខេត្តសៀមរាបហើយខ្ញុំក៏ធ្វើដំណើរចេញពីសាលសាមគ្គីឆ្ពោះទៅកាន់ប្រាសាទអង្គរវត្តជាមួយនឹងបងថ្លៃរបស់ខ្ញុំដោយសារបងថ្លៃរបស់ខ្ញុំក៏គាត់នៅទីនេះផងដែរអញ្ចឹងយើងក៏ធ្វើដំណើរទៅទាំងអស់គ្នាក្រោយពីធ្វើបានដល់ពាក់កណ្ដាលផ្លូវបងថ្លៃរបស់ខ្ញុំគាត់ចង់ទិញអនុស្សាវរីយ៍មួយចំនួននៅលើទឹកដីខេត្តសៀមរាបគាត់ក៏បានទិញនឹងកាបូបស្បែកដែលធ្វើពីស្បែកក្រពើពិតរបស់កូនខ្មែរយើងក្រោយពីដែលយើងបានទិញរួចរាល់យើងក៏ធ្វើដំណើរឆ្ពោះទៅកាន់ប្រាសាទអង្គរតែម្ដងនៅពេលដែលធ្វើដំណើរជិតដល់ប្រាសាទអង្គរវត្តខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយដោយឃើញពីទិដ្ឋភាពនៅទឹកដីមួយនេះពិតជាអច្ឆរិយៈមានទាំងបារាយណ៍ដើមឈើធំស្កឹមស្កែងជាពិសេសនោះគឺមានប្រាសាទអង្គរវត្តដែលឈរនៅស្ថិតនៅទីនោះផងដែរក្រៅពីដែលយើង parking រួចរាល់យើងក៏ធ្វើដំណើរថ្មើរជើងឆ្ពោះទៅកាន់ប្រាសាទអង្គរវត្តនៅចុងសប្តាហ៍នេះផងដែរ
អឺខ្ញុំមកឃើញថាមានប្រជាជនជាច្រើនមិនថាជាតិឬក៏អន្តរជាតិនោះទេគាត់ក៏បានមកទស្សនាកម្សាន្តផងដែរ ហើយគោលដៅធំបំផុតសម្រាប់បោះសៀមរាបនោះមានពីរទីមួយគឺខ្ញុំចង់មកលេងទឹកដីប្រាសាទមួយនេះហើយទីពីរគឺ unboxing សៀវភៅអបបំផុតដែលខ្ញុំគិតថាឆ្នាំ2024នេះអ្នកទាំងអស់គ្នាគួរតែអានគឺសៀវភៅ Mind Map មានន័យថាផ្នែកផែនទីផ្នត់គំនិតសៀវភៅនេះខ្ញុំបានអានចប់រួចរាល់ហើយខ្ញុំគិតថាសៀវភៅនេះវាល្អហើយមួយវិញទៀតនោះវាបង្ហាញអំពីការចេះរៀបចំផែនទីជីវិតរបស់យើងអ្នកទាំងអស់គ្នាគួរតែទិញព្រោះសៀវភៅនេះគឺនិពន្ធដោយកូនខ្មែរគាត់ឈ្មោះថាជាតុងហួរអ្នកជាតុងហួរហ្នឹងអ្នកទាំងអស់គ្នាអាចរកទិញបាននៅ Facebook page របស់ Mind Map បាននេះគឺជាទស្សនវិជ្ជាទូទៅនៅលើប្រព័ន្ធផ្សាររបស់ខ្មែរយើងគឺផ្សារអង្គរវត្តនេះខ្ញុំបានឡើងទៅដល់កំពូលហើយក៏បានផ្ដិតរូបនៅទេសភាពល្អៗពីទីតាំងនេះផងដែរហើយវាពិតជាស្អាតណាស់ទាំងអស់គ្នាគួរតែមានពេលឆ្លៀតទៅលេងម្ដងហើយខ្ញុំគិតថាខ្ញុំសំណាងណាស់បានកើតមកជាកូនខ្មែរដែលដូនតាបព្វបុរសរបស់យើងបានបន្សល់ទុកនៅគេមរតកមួយនេះដែលមិនអាចកាត់ថ្លៃបានក្រោយពីដែលយើងបានទស្សនាហើយយើងក៏ធ្វើការថតរូបមួយចំនួនទុកជាអនុស្សាវរីយ៍ក្នុងការពេលដែលយើងចាស់ទៅយើងអាចមើលរូបថតរបស់យើងនៅទឹកដីមួយនេះផងដែរហើយនេះគឺជាការត្រឡប់មកវិញពីខេត្តសៀមរាបមកទីក្រុងភ្នំពេញហើយវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដាននិងទស្សនារហូតដល់ចប់សូមអរគុណនិងជម្រាបលា